សួស្តីអ្នកនរគ្នាខ្ញុំទទួលបានសំណួរមួយនៅលើ Facebook តាក់ទងជាមួយនឹងការធ្វើវីដេអូដាក់នៅលើ YouTube Channel គាត់សួរថាតើ Channel មួយអាចមានវីដេអូច្រើនប្រភេទបានឬអត់យើងចង់ដាក់ប្រមាណប្រភេទក៏បានដែរបញ្ហាគឺនៅពេលដែលប្រភេទដែលយើងរើសយកទៅដាក់ហ្នឹងវាខុសគ្នាឆ្ងាយខ្លាំងពេកបើសិនជាយើងចង់ធ្វើវីដេអូច្រើនប្រភេទគួរគិតមើលសិនថាតើទាំងអស់ហ្នឹងវាមាន audience តែមួយដូចគ្នាឬអត់ហើយគោលបំណងដែលយើងធ្វើហ្នឹងគឺដូចគ្នាជាមួយនឹងវីដេអូផ្សេងទៀតឬអត់បើសិនជាចង់ធ្វើបែបហ្នឹងវិធីដែលងាយជាងគេគឺយើងបង្កើត playlist ឬក៏ធ្វើជាលក្ខណៈវីដេអូបន្តភាគឧទាហរណ៍ដូចនៅលើ channel វិភាគរឿងដែលខ្ញុំធ្វើអញ្ចឹងខ្ញុំមាន playlist ច្រើនឧទាហរណ៍ថារឿងសាមកុកមានមួយ playlist ទៅឆ្លើយសំណួរគឺខ្ញុំមានមួយ playlist ទៅប្រៀបធៀបតួអង្គខ្ញុំមានមួយ playlist ទៀតទៅវិភាគឈុតនៅក្នុងសាច់រឿងខ្ញុំមានថែម playlist ថ្មីទៀតម្ដងឥឡូវខ្ញុំនៅតែបន្ថែម playlist ថ្មីអញ្ចឹងហើយ playlist ចុងក្រោយខ្ញុំធ្វើវីដេអូលើសពី1ម៉ោងសម្រាប់អ្នកដែលគាត់ស្ដាប់នៅតាមផ្លូវគាត់ធ្វើដំណើរច្រើនអញ្ចឹងប្រភេទវីដេអូវាខុសគ្នាទាំងអស់ប៉ុន្តែវាផ្ដោតទៅលើ audience តែមួយគឺអ្នកដែលចូលចិត្តមើលរឿងសាមកុកហើយនឹងរឿងភាពបុរាណចិនផ្សេងទៀតបើសិនជាយើងអត់ដូរ audience ទេ channel របស់យើងអត់មានបញ្ហាទេមួយទៀតដែរតាក់ទងជាមួយនឹងការនិយាយរបស់យើងឬក៏ខ្លឹមសារនៅក្នុងវីដេអូដែលយើងធ្វើបើសិនជាខ្លឹមសារនឹងយើងអាចរក្សាបានដដែលដូចជាចេញពីមនុស្សតែម្នាក់អាហ្នឹងអត់បញ្ហាទេតែបើសិនជាស្ដាប់ទៅដូចមានមនុស្ស2-3នាក់នៅពីខាងក្រោយហ្នឹងឬក៏បន្ថែមអ្នកផ្សេងទៀតចូលមកធ្វើអាហ្នឹង channel របស់យើងគឺអាចមានបញ្ហាសម្រាប់អ្នកនរគ្នាដែលទៅតែចាប់ផ្ដើមបង្កើត channel YouTube អាចគិតចេះបានយើងចាត់ទុកថា channel របស់យើងដូចជាទស្សនាវដ្តីមួយអញ្ចឹងនៅក្នុងទស្សនាវដ្តីហ្នឹងវាមានផ្នែកច្រើនផ្នែកកីឡាផ្នែកសង្គមផ្នែកស្នេហាអញ្ចឹងទៅអញ្ចឹងយើងចែកទៅតាមហ្នឹងហើយយើងបន្ថែមវីដេអូថ្មីទៅតាមផ្នែកមួយឲ្យបានទៀងទាត់បើមិនយើងមានតែផ្នែកប៉ុន្តែអត់មានវីដេអូក៏វាមិនអាចទៅរួចដែរតែទស្សនាវដ្តីរបស់យើងមិនអាចផ្ដោតទៅលើក្រុមអ្នកអានខុសៗគ្នាទេបើមិនយើងចង់ផ្ដោតទៅលើអ្នកដែលគាត់រស់ស៊ីគឺយើងផ្ដោតធ្វើមាតិកាមកតាក់ទងអ្នករស់ស៊ីអញ្ចឹងទៅផ្នែកហ្នឹងគឺត្រូវតែផ្ដល់អីមួយទៅដល់អ្នកដែលរស់ស៊ីអញ្ចឹងបើសិនជាវីដេអូដែលចង់ធ្វើហ្នឹងវាខុសគ្នាខ្លាំងពេកមាន audience ខុសគ្នាយើងបង្កើត channel ថ្មីទៅយើងប្រើ channel ផ្សេងគ្នាយើងមានសេរីភាពជាងសូម្បីតែការនិយាយស្ដីរបស់យើងហ្នឹងក៏អាចមាន style ខុសគ្នាបានដែរអញ្ចឹងអរគុណចាំជួបគ្នានៅក្នុងវីដេអូក្រោយ